បាននិយាយពីស្ត្រីដែលមានអំណាចនៅក្នុងប្រវត្តិសាស្ត្រចិនណាមនុស្សជាច្រើនប្រហែលជានឹកឃើញដល់វូជាទៀនឬក៏អ៊ូមេនាងឬក៏ស៊ីស៊ីអីជាដើមប៉ុន្តែនៅជាច្រើនសតវត្សមុនពួកនាងគឺមានស្ត្រីម្នាក់ដែលបានឡើងកាន់អំណាចនៅនគរឈីននាងសប្តាហ៍ថ្ងៃត្រូវបានគេស្គាល់ថាជាមីយាចំពោះឈ្មោះមីយានឹងបើសិនជាអ្នកទាំងអស់គ្នាធ្លាប់មើលរឿងអ្នកនាងមីយាប្រហែលជាបានស្គាល់ពីតួអង្គហ្នឹងហើយប៉ុន្តែបើតាមប្រវត្តិសាស្ត្រវិញគឺគេស្គាល់ត្រឹមតែឈ្មោះមីទេមីនឹងគឺជាតកូលរបស់នាងហើយក្រោយមកនាងក៏បានក្លាយទៅជាស្នំរបស់ស្ដេចនៅនគរឈីនហើយក៏ត្រូវបានគេស្គាល់ថាជាមីប៉ាស៊ឺហើយក្រោយមកនៅពេលដែលកូនប្រុសរបស់នាងធំឡើងហើយបានឡើងសោយរាជនាងក៏ត្រូវបានគេស្គាល់ថាជាមហាសត្យានីសឿនជាងកន្លែងនេះគឺឈ្មោះមីយានឹងគឺឈ្មោះគេដាក់នៅក្នុងសាច់រឿងឯងបើថាប្រវត្តិសាស្ត្រពិតគឺគេគ្រាន់តែកត់ត្រាថានាងមានឈ្មោះមានតកូលមីអញ្ចឹងណានាងគឺជាស្ត្រីម្នាក់ក្នុងចំណោមស្ត្រីដំបូងដែលមានកំណត់ត្រាប្រវត្តិសាស្ត្រថានាងគឺបានចូលកាន់កាប់អំណាចយ៉ាងជ្រៅផងដែរនៅក្នុងនគរឈីនណាហើយក៏បានធ្វើជាអ្នកគ្រប់គ្រងនឹងជំនួសកូនប្រុសរបស់នាងផងដែរដែលសារនៅពេលនោះគឺកូនរបស់នាងនៅក្មេងហើយនាងគឺបានឡើងកាន់កាប់អំណាចនឹងគឺអស់រយៈពេលជាច្រើនទសវត្សរ៍ហើយមួយវិញទៀតនាងគឺជាទូតជាលួតរបស់ស្ដេចឈិនស៊ីហួងណាបើអ្នកទាំងអស់គ្នាដឹងពីស្ដេចឈិនស៊ីហួងគឺគាត់គឺជាស្ដេចមួយរូបដែលស្ដេចដំបងដែលបានបង្រួបបង្រួមប្រទេសចិនហ្នឹងឲ្យក្លាយទៅជាប្រទេសតែមួយហើយថ្ងៃនេះយើងនឹងមកនិយាយអំពីរឿងរ៉ាវរបស់មីយាដែលជាមហាសត្យានីដំបងរបស់ប្រទេសចិនអ្នកទាំងអស់គ្នាខ្ញុំសូមហៅមីយាឯណាស្រួលចំណាំអញ្ចឹងមីយាគឺគាត់កើតនៅក្នុងសម័យដែលមានសង្គ្រាមរដ្ឋមានន័យថាសម័យហ្នឹងគឺប្រទេសចិនអត់ទាន់បានបង្រួបបង្រួមជាប្រទេសតែមួយទេគឺជាសម័យដែលគេបែងចែកជានគរជាច្រើនណាហើយនគរទាំងនោះគឺតែងតែប្រយុទ្ធជាមួយគ្នាដើម្បីដណ្ដើមទឹកដីហើយនឹងអំណាចឯជាដើមហើយនៅក្នុងចំណោមនគរទាំងនោះគឺមាននគរឈិនដែលនៅភាគខាងលិចហើយនិងនគរឈូនៅភាគខាងត្បូងអញ្ចឹងនគរឈិនគឺជានគរមួយដែលល្បីខាងសមត្ថភាពកងទ័ពនឹងខ្លាំងចំពោះនគរឈូក៏ជានគរមួយដ៏ធំដែរហើយក៏ជានគរមួយដែលមានអំណាចខ្លាំងដែរហើយនគរទាំងពីរនេះគឺមានទំនាក់ទំនងជាមួយគ្នាចំពោះមីយាគឺនាងជាស្ត្រីមកពីនគរឈូពោះប្រវត្តិសាស្ត្រគឺអាចបានកត់ត្រាពីឈ្មោះរបស់ឪពុករបស់នាងអីទេឬក៏ថ្ងៃខែចន្ទកំណើតរបស់នាងទេគឺគេគ្រាន់តែឲ្យដឹងថានាងមកពីនគរឈូហើយនាងគឺមានតកូលមីជាតកូលដូចទៅនឹងរាជវង្សរបស់ស្ដេចឈូហើយក្រោយមកមីយាក៏បានចូលទៅក្នុងរាជវង្សឈិងដោយសារតែសម័យហ្នឹងគឺគេយកការរៀបអាពាហ៍ពិពាហ៍ហ្នឹងធ្វើជាសម្ព័ន្ធមិត្តដើម្បីមានសម្ព័ន្ធមិត្តមួយគ្នាគឺគេត្រូវឲ្យរៀបការមួយគ្នាអញ្ចឹងណាដូច្នេះហើយមីយាដែលនៅនគរឈូហ្នឹងក៏បានទៅរៀបការជាមួយនឹងស្ដេចនៃនគរឈិនអញ្ចឹងនៅពេលដែលរៀបការនោះនាងគឺគ្រាន់តែជាស្នំម្នាក់ទេស្នំរបស់ស្ដេចហ៊ុយវិនស្ដេចហ៊ុយវិនហ្នឹងគឺជាស្ដេចនៃនគរឈិនណាហើយនាងក៏ទទួលបានឋានៈជាប៉ាស៊ឺដែលជាឋានៈគ្រាន់តែជាស្នំទេថ្មីត្បិតតែនាងមានឋានៈតូចទាបក៏ដោយប៉ុន្តែនាងគឺទទួលបានក្តីស្រឡាញ់ខ្លាំងពីស្ដេចហ៊ុយវិនស្ដេចនៃនគរឈិនណាហើយមិនយូរប៉ុន្មាននាងក៏ទទួលបានកូន3អង្គដែលកូនទី1នោះគឺឈ្មោះថាយីងជីគឺជាកូនប្រុសដែលក្រោយមកក៏ក្លាយទៅជាស្ដេចនៃនគរឈិននឹងបន្ទាប់ហើយក្រោយមកស្ដេចហ៊ុយវិនក៏បានសោយទីមង្គតដូច្នេះហើយក៏មានរាជបុត្រមួយអង្គដែលមានឈ្មោះថាយីងដាវនឹងគឺបានក្លាយទៅជាអ្នកសោយរាជបន្ទាប់ពីស្ដេចហ៊ុយវិនដែលមានឈ្មោះថាស្ដេចវូអញ្ចឹងគាត់គឺជាស្ដេចដែលសោយរាជបន្ទាប់ប៉ុន្តែមិនមែនជាកូនរបស់មីយាទេគឺជាកូនរបស់អ្នកផ្សេងទៀតដែលសារពេលហ្នឹងគឺស្ដេចហ៊ុយវិនគឺគាត់មានកូនច្រើនអង្គដែរហើយក្រោយមកកូនរបស់មីយានឹងក៏ត្រូវបានបញ្ជូនទៅកាន់នគរយ៉ានដែលធ្វើជាចល័តខ្មាំងនៅសម័យនោះគឺគេបញ្ជូនរាជបុត្ររាជអង្គអីទៅនគរផ្សេងដើម្បីធ្វើជាចល័តខ្មាំងអញ្ចឹងណាអ្នកនរគ្នាហើយចំពោះរជ្ជកាលស្ដេចវូហ្នឹងគឺមានអាយុខ្លីមែនតើគឺនៅឆ្នាំ307មុនគ្រិស្តសករាជហ្នឹងស្ដេចវូហ្នឹងក៏បានសោយទីមង្គតដោយសារតែលើករបស់ធ្ងន់មួយដូច្នេះហើយធ្វើឲ្យរាជការនៅនគរហ្នឹងនគរឈិនហ្នឹងគឺមានការច្បោកច្បល់ដោយសារតែស្ដេចវូហ្នឹងគឺគាត់អត់មានបុត្រទេដូច្នេះគឺធ្វើឲ្យរាជវង្សហ្នឹង
មានបញ្ហាត្រង់ថាអត់មានបុតស្នងរាជណាដូច្នេះហើយដូចជាវងឈៀងក៏ជួបនៅវិបត្តិអត់មានបុតស្នងរាជហើយបន្ទាប់ពីស្ដេចវូនឹងសោយទីមង្គតទៅក៏រាជបុត្រផ្សេងរបស់ស្ដេចហ៊ុយវិននឹងក៏មកប្រកួតប្រជែងគ្នាដើម្បីឡើងកាន់អំណាចធ្វើជាស្ដេចបន្ទាប់ហើយនៅក្នុងនោះក៏មានកូនរបស់មីយាដែរដែលមានឈ្មោះថាយីងជីហើយនៅទីបំផុតយីងជីក៏ទទួលបានអំណាចធ្វើជាស្ដេចនឹងស្ដេចសូរីបន្ទាប់ដោយសារតែមានការជ្រោមជ្រែងពីមន្ត្រីនៅក្នុងនគរឈិនហ្នឹងហើយមន្ត្រីនេះគឺជាបងប្អូនសាច់ញាតិរបស់មីយានឹងទេដូច្នេះហើយបានជាធ្វើឲ្យរាជបុត្រកូនរបស់មីយានឹងអាចឡើងគ្រងរាជបានហើយបន្ទាប់ពីឡើងគ្រងរាជនឹងដោយសារតែរាជបុត្រនឹងគាត់នៅក្មេងពេកដូច្នេះហើយគឺកិច្ចការទាំងប៉ុន្មានគឺមីយាជាអ្នកសម្រេចជំនួសដែលជាម្ដាយនឹងជាអ្នកសម្រេចជំនួសហើយមិនមែនសម្រេចតែឯងទេគឺមានមន្ត្រីធំអីផ្សេងមើលជួយគ្នាសម្រេចកិច្ចការនៅក្នុងនគរអញ្ចឹងណាដែលជាហេតុធ្វើឲ្យមីយានឹងមិនត្រឹមតែខ្លាយទៅជាមហាក្សត្រិយានីទេប៉ុន្តែគឺអំណាចរបស់នាងគឺកាន់តែខ្លាំងដោយសារតែមន្ត្រីធំនៅក្នុងរាជការគឺសុទ្ធតែជាបងប្អូនសាច់ញាតិរបស់នាងទាំងអស់ហើយមួយវិញទៀតតាមប្រវត្តិសាស្ត្រខ្លះគេបាននិយាយថានាងគឺសម្រេចទៅលើកិច្ចការគ្រប់យ៉ាងទាំងដែលមិនបានឆ្លងកាត់ព្រះមហាក្សត្រអញ្ចឹងគឺនាងជាម្ដាយនោះគឺមានអំណាចខ្លាំងមែនទែននៅពេលហ្នឹងផ្នែកមួយទៀតដែលល្បីបំផុតនោះគឺមីយាគឺមានទំនាក់ទំនងជាមួយនឹងស្ដេចយីពូឬក៏ស្ដេចអ៊ីឈីហ្នឹងណាអញ្ចឹងស្ដេចយីពូនេះគឺជាស្ដេចមួយដែលគ្រប់គ្រងនៅតំបន់ព្រំដែនភាគខាងលិចហើយនិងខាងជើងនៃនគរឈិនអញ្ចឹងសម្រាប់នគរឈិននឹងវាគឺជាបញ្ហាមួយដ៏សំខាន់ដែរដោយសារតែបើសិនជាខាងស្ដេចនឹងបាក់បោវាអាចប៉ះពាល់ដល់សន្តិសុខរបស់នគរឈិននឹងផងដែរហើយតាមប្រភពបុរាណបានកត់ត្រាថាមីយានឹងគឺមានទំនាក់ទំនងជាមួយនឹងស្ដេចយីពូហើយក៏មានកូនប្រុសចំនួន2អង្គប៉ុន្តែយើងអត់ដឹងច្បាស់ថាទំនាក់ទំនងនឹងគឺចាប់ផ្ដើមដោយសារតែស្នេហាឬក៏ដោយសារតែយុទ្ធសាស្ត្រនយោបាយនោះទេហើយនៅឆ្នាំ2072មុនគ្រិស្តសករាជស្ដេចយីពូនឹងក៏ត្រូវបានសម្លាប់ក្រោយពីស្ដេចនឹងបានស្លាប់នគរឈិននឹងក៏បានបញ្ជូនកងទ័ពទៅបោះសម្អាតខាងកោះសម្ព័ន្ធនឹងអស់ដូច្នេះហើយធ្វើឲ្យនគរឈិននឹងគឺគាត់បានគ្រប់គ្រងទឹកដីនឹងមួយផ្នែកទៀតឥឡូវយើងត្រឡប់មកមើលបញ្ហានៅក្នុងរាជវាំងវិញអញ្ចឹងនៅពេលដែលមីយានេះគឺគាត់មានអំណាចកាន់តែខ្លាំងហើយមួយទៀតកូនរបស់នាងនឹងយឹងជីនឹងគឺគាត់បានធំធាត់ឡើងហើយនៅពេលដែលស្ដេចធំឡើងស្ថានភាពក៏ចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលនោះគឺមានមន្ត្រីម្នាក់ដែលមានឥទ្ធិពលខ្លាំងដែរនៅនគរឈិនណាគឺគាត់មានឈ្មោះថាហ្វាងជូអញ្ចឹងហ្វាងជូនេះគាត់បានប្រាប់ស្ដេចនឹងថាស្ដេចយឹងជីណាដែលជាកូនរបស់មីយាគាត់បាននិយាយថាអំណាចរបស់មីយាហើយនឹងបងប្អូនសាច់ញាតិនោះគឺកាន់តែខ្លាំងឡើងហើយដូច្នេះគឺគាត់បានលើកឡើងថាឲ្យព្រះអង្គនឹងទម្លាក់អំណាចរបស់មេដារបស់ខ្លួននឹងចាញ់ដើម្បីព្រះអង្គអាចគ្រប់គ្រងអ្វីដោយខ្លួនឯងបានណាហើយនៅឆ្នាំ266មុនគ្រិស្តសករាជអំណាចរបស់មីយាក៏ត្រូវបានដកចេញហើយចំពោះសាច់ញាតិបងប្អូនអីផ្សេងគឺត្រូវបានដកចេញពីរាជវាំងហើយបានបណ្ដេញចេញទៅខាងក្រៅដូច្នេះគឺបានន័យថាស្ដេចនៅពេលនោះគឺគាត់បានសិទ្ធិពេញលេញធ្វើជាស្ដេចហើយដូច្នេះមីយាក៏មិនមានសិទ្ធិអំណាចអីទៀតដែរក្រោយពេលបាត់បង់អំណាចមីយាក៏បានចំណាយពេលជាច្រើននៅក្នុងរាជវាំងជាមួយនឹងបារម្ភម្នាក់ដែលមានឈ្មោះថាវ៉ៃជើហ្វូអញ្ចឹងវ៉ៃជើហ្វូគឺជាគូជិតស្និទ្ធរបស់នាងហើយនៅពេលដែលនាងជិតបានស្លាប់ហ្នឹងណាគឺនាងបានស្នើសុំឲ្យគេបញ្ចុះវ៉ៃជើហ្វូនឹងជាមួយនឹងនាងបន្ទាប់ពីនាងស្លាប់ប៉ុន្តែគឺមានមន្ត្រីម្នាក់គឺបានបញ្ចុះបញ្ចូលនាងឲ្យបាក់បង់គំនិតនឹងចោលហើយក្រោយមកនាងក៏បានសោយទីមង្គតនៅក្នុងឆ្នាំ265មុនគ្រិស្តសករាជហើយក៏ត្រូវបានបញ្ចុះនៅភ្នំលីហើយមិនត្រូវបានបញ្ចុះនៅក្បែរស្ដេចហ៊ុយហ្វិនដែលជាស្វាមីរបស់នាងនោះទេហើយជីវិតរបស់មីយាក៏ត្រូវបានបញ្ចប់នៅទីនោះបើអ្នកទាំងអស់គ្នាបានមើលរឿងនាងមីយាច្បាស់ជាបានដឹងខ្លះហើយចំពោះសាច់រឿងហើយនិងប្រវត្តិសាស្ត្រពិតគឺមានលក្ខណៈខុសគ្នាតិចតួចអត់ច្រើនទេនេះគឺជារឿងរ៉ាវរបស់មីយាអ្នកទាំងអស់គ្នាដែលជាមហាក្សត្រិយានីដំបូងនៅក្នុងប្រវត្តិសាស្ត្រចិនចំពោះរឿងរបស់នាងគឺកាន់តែល្បីល្បាញដោយសារតែគេបានយកសាច់រឿងរបស់នាងនឹងមកផលិតទៅជាភាពយន្តទៅជារឿងដូច្នេះហើយបានធ្វើឲ្យរឿងរ៉ាវរបស់នាងគឺកាន់តែល្បីមនុស្សភាគច្រើនគឺបានស្គាល់ពីប្រវត្តិរបស់នាងហើយដូចអ្នកគ្នាដឹងហើយរឿងហ្នឹងគឺល្បីមែនតើរឿងនាងមីយាហ្នឹងក្នុងហ្នឹងគឺ
គេមានសាច់រឿងអីដែលធ្វើឲ្យយើងតាមដានចង់តាមដានហើយនឹងចាប់អារម្មណ៍ទៀតហើយនេះគឺជារឿងរ៉ាវរបស់អ្នកទាំងអស់គ្នាហើយវីដេអូរបស់យើងគឺបានមកដល់ទីបញ្ចប់អរគុណសម្រាប់ការទស្សនាបើអ្នកទាំងអស់គ្នាចូលចិត្តកុំភ្លេចចុច like ហើយនិង subscribe ម្នាក់មួយផងណាហើយមួយវិញទៀតបើសិនជាមានឈ្មោះខ្លះខ្ញុំនិយាយទៅអត់សូវត្រូវសូមអធិស្ឋានផងអ្នកទាំងអស់គ្នាដោយសារតែឈ្មោះជាភាសាចិនចឹងទៅអាចថានិយាយទៅវាអត់សូវដូចរបស់គេអាចដូចឈ្មោះពិតរបស់គេហើយមួយទៀតបើអ្នកទាំងអស់គ្នាចង់ឲ្យខ្ញុំលើករឿងអីមួយនិយាយកុំភ្លេចជួយ comment នៅខាងក្រោមដូចគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ